ជំពូកទី9តើព្រះរាជរបស់ព្រះជាម្ចាស់នោះមានអ្វីខ្លះស្វែងរកប្រយោជន៍នៃព្រះរាជរបស់ព្រះនិងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិននោះគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតម៉ាថាយជំពូក6ខ33ឈប់ខ្វល់ខ្វាយពីជីវិតតែចាប់ផ្ដើមខ្វល់ខ្វាយពីព្រះរាជរបស់ព្រះជាម្ចាស់វិញជឿថាគ្រប់ទាំងសេចក្តីត្រូវការរបស់អ្នកព្រះជាម្ចាស់កំពុងរៀបចំឲ្យហើយដោយចាប់ផ្ដើមគិតសុំដល់ព្រះថាតើខ្ញុំគួរធ្វើអ្វីដើម្បីជាប្រយោជន៍សម្រាប់ព្រះរាជរបស់ព្រះសម្រាប់ក្រុមជំនុំពន្ធកិច្ចនិងបេសកកម្មឧទាហរណ៍ពីកិច្ចការមួយចំនួនដែលជាប្រយោជន៍ដល់ព្រះរាជរបស់ព្រះជាម្ចាស់ចង់ឧបត្ថម្ភដង្វាយប្រចាំខែបន្ថែមសម្រាប់គ្រូកងវិលរបស់យើងចង់ជួយដង្វាយដល់អ្នកដែលបម្រើពន្ធកិច្ចក្នុងព្រះវិហារចង់ដាក់ដង្វាយដល់ពន្ធកិច្ចឬអង្គការបេសកកម្មដទៃទៀតចង់ធ្វើបេសកកម្មឈោងចាប់កុមារយុវជននិងប្រជាជនចង់នាំដំណឹងល្អដល់ប្រជាជនក្រីក្រកុមារកំព្រានិងអ្នកទោសចង់បង្កើតកន្លែងស្នាក់សម្រាប់និស្សិតក្រីក្រចង់សាងសង់ព្រះវិហារថ្វាយព្រះពីមួយកន្លែងទៅមួយកន្លែងបើអ្នកកំពុងតែជួយឧបត្ថម្ភដល់គ្រូកងវិលរបស់អ្នកនិងអ្នកបម្រើព្រះដទៃទៀតហើយចូលនៅតែទូលសុំឲ្យយើងអាចជួយដល់ពួកគាត់ឲ្យបានច្រើនជាងមុននិងថ្វាយដល់គ្រូដទៃទៀតសូមឲ្យព្រះទ្រង់ប្រើយើងអាចនាំមនុស្សរាប់ពាន់រាប់ម៉ឺនទទួលព្រះសូមព្រះឲ្យយើងអាចជាឥទ្ធិពលដល់មនុស្សរាប់ម៉ឺននាក់សូមព្រះឲ្យយើងមានចំណែកអ្វីមួយនៅប្រទេសកម្ពុជាសូមព្រះឲ្យថ្ងៃមួយយើងអាចនាំដំណឹងល្អទៅកាន់ប្រទេសជិតខាងចង់ឃើញក្រុមជំនុំរបស់ព្រះគ្រប់ទីកន្លែងមានមនុស្សរាប់ពាន់រាប់ម៉ឺននាក់ថ្វាយបង្គំដូចនៅប្រទេសជឿនលឿនផ្សេងទៀតចង់ថ្វាយព្រះរាប់ពាន់រាប់ម៉ឺនរាប់សែនរាប់លានដុល្លារចង់ឃើញព្រះវិហារយើងមានឧបករណ៍ភ្លេងនិងប្រព័ន្ធសំឡេងយ៉ាងល្អចង់ឃើញអគារព្រះវិហាររបស់យើងធំទូលាយចង់ឃើញព្រះវិហាររបស់យើងមានកៅអីចង់ឃើញព្រះវិហាររបស់យើងធំជាងមុនចង់ឃើញមនុស្សមកថ្វាយបង្គំមានចំនួនច្រើនជាងមុនចង់ឃើញព្រះវិហារយើងមានអ្នកធ្វើការពេញពេលច្រើនជាងមុនចង់ឃើញអ្នកជឿគ្រប់គ្នាមានជំនឿកាន់តែមុតមមស្គាល់ព្រះកាន់តែច្បាស់ជាងមុនហើយបង្កើតផលផ្លែជាច្រើនចង់ឃើញព្រះធ្វើការអស្ចារ្យក្នុងប្រទេសយើងចង់ឃើញអ្នកឈឺបានទទួលការប្រោសជាអ្នកអស់សង្ឃឹមមានក្តីសង្ឃឹមឡើងវិញចង់ឃើញអ្នកដួលបានក្រោកឈរឡើងវិញមានកិច្ចការដែលត្រូវធ្វើរាប់មិនអស់ដែលយើងគ្រប់គ្នាត្រូវមានចំណែកធ្វើហេតុនេះហើយបានជាព្រះយេស៊ូវបានជាទ្រង់មានបន្ទូលទៅពួកសិស្សថាចម្រុតធំណាស់តែមានអ្នកច្រូតតិចទេដូច្នេះចូលសូមអង្វរដល់ព្រះម្ចាស់នៃចម្រុតឲ្យទ្រង់ចាត់អ្នកចម្រុតមកក្នុងចម្រុតទ្រង់ម៉ាថាយជំពូក9ខ37ដល់ខ38ដូច្នេះសូមកុំគិតថាព្រះមិនត្រូវការខ្ញុំធ្វើកិច្ចការថ្វាយទ្រង់ទេពីព្រោះមានមនុស្សជាច្រើនកំពុងធ្វើហើយព្រះត្រូវការយើងគ្រប់គ្នាមានចំណែកដើម្បីឲ្យមនុស្សគ្រប់គ្នាបានរង្វាន់នៅឋានសួគ៌និងធ្វើឲ្យបេសកកម្មនិងផែនការរបស់ព្រះអង្គនៅផែនដីឆាប់បានបញ្ចប់គឺជាពេលដែលមនុស្សគ្រប់គ្នាបានឮដំណឹងល្អ